ប្រយោជន៍របស់ផ្លែម្រះសម្រាប់សុខភាពជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយជួយឲ្យស្បែកស្រស់ស្អាតជួយព្យាបាលជំងឺទឹកនោមផ្អែមជួយប្រឆាំងអុកស៊ីតកម្មជួយសម្ពាធឈាមឲ្យដើរស្រួលជួយប្រឆាំងនឹងជំងឺមហារីកជួយប្រឆាំងការឈឺរលាកសន្លាក់ផ្សេងៗអត្ថប្រយោជន៍ដ៏មហាសាលទាំង6យ៉ាងរបស់ផ្លែម្រះអាចជារសជាតិដែលជាទីពេញនិយមសម្រាប់មនុស្សមួយចំនួនតែក៏មានមនុស្សជាច្រើនដែលមិនចូលចិត្តបរិភោគវាដែរដោយសារតែវាមានរសជាតិល្វីងតែទោះជាយ៉ាងនេះក្តីមនុស្សមួយចំនួនពុំបានដឹងពីអត្ថប្រយោជន៍ដ៏ច្រើនពីផ្លែម្រះនោះទេខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង6យ៉ាងរបស់ផ្លែម្រះ 1. ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រសិនបើអ្នកមានគ្រួសារដែលធ្លាប់កើតជំងឺទឹកនោមផ្អែមឬជំងឺទឹកនោមផ្អែមប្រភេទ 2 ផ្លែម្រះពិតជាអាចជួយអ្នកបានសារធាតុដែលបានចម្រាញ់ចេញពីម្រះអាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ 2 ការសិក្សាមួយនៅឆ្នាំ 2000 អ្នកជំងឺដែលបរិភោគម្រះចំនួន 2000 មីក្លីក្រាមប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងខ្លាំងនិងមានផលប៉ះពាល់ពីជាតិស្ករទាបក្នុងឈាមតិចតួចអ្វីដែលអ្នកត្រូវចងចាំគឺម្រះមិនប្រើជំនួសការលេបថ្នាំនោះទេ 2. ល្អចំពោះសុខភាពភ្នែកវីតាមីន A គឺជាសារធាតុចិញ្ចឹមដែលល្អចំពោះភ្នែករបស់អ្នកក្រៅពីជួយទប់ស្កាត់ការកើតជំងឺភ្នែកឡើងបាយឬខ្វាក់មាន់វីតាមីននេះជាទូទៅជំរុញឲ្យភ្នែកមានសុខភាពល្អវាចាំបាច់សម្រាប់មុខងារធម្មតានៃកញ្ចក់ភ្នែកនិងគ្នាត្របភ្នែករបស់អ្នកការបរិភោគម្រះផ្ដល់ឲ្យអ្នកជិត 1/3 នៃវីតាមីន A ដែលរាងកាយអ្នកត្រូវការវាជារៀងរាល់ថ្ងៃ 3. ជំនួយឆ្អឹងនិងការពារជំងឺពុកឆ្អឹងផ្លែម្រះសម្បូរទៅដោយវីតាមីន K ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ឆ្អឹងបើគ្មានវីតាមីននេះជាតិកាល់ស្យូមដែលអ្នកបានបរិភោគនឹងមិនអាចជួយឆ្អឹងអ្នកបានច្រើនទេដោយសារតែវាត្រូវការវីតាមីន K ដើម្បីធ្វើឲ្យភាពតាន់នៃឆ្អឹងរបស់អ្នកមានភាពប្រសើរឡើងអ្នកនឹងអាចជៀសផុតពីជំងឺពុកឆ្អឹងនិងជំងឺរលាកសន្លាក់ឆ្អឹងប្រសិនបើអ្នកទទួលទានវីតាមីននេះបានគ្រប់គ្រាន់ឱកាសក្នុងការប្រេះឆ្អឹងនឹងត្រូវបានកាត់បន្ថយដូច្នេះប្រសិនបើអ្នកមិនចង់មានបញ្ហាឆ្អឹងសូមទទួលទានផ្លែម្រះឲ្យបានច្រើន 4. ល្អចំពោះថ្លើមម្រះត្រូវបានគេប្រើជាភេសជ្ជៈពៅថ្លើមដោយសារតែសមត្ថភាពរបស់វាក្នុងការជួយដល់ការរំលាយអាហារបន្សុងឈាមនិងបំបត្តិជាតិពុលពីរាងកាយយោងតាមការប្រើប្រាស់ឱសថបុរាណរបស់ចិនជាតិល្វីងរបស់ម្រះអាចជួយបញ្ចុះកម្ដៅនៅក្នុងខ្លួនដែលវាមានតួនាទីបំបត្តិជាតិពុលពីធម្មជាតិធ្វើឲ្យមានតុល្យភាពក្នុងរាងកាយវីតាមីន K របស់ម្រះក៏ជួយកាត់បន្ថយផងដែរនៅការហូរឈាមក្នុងថ្លើម 5. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកម្រះផ្ដល់ក្តីសង្ឃឹមដល់អ្នកមានជំងឺមហារីកផងដែរឯផ្នែកផ្សេងគ្នានៃម្រះត្រូវបានគេប្រើនៅក្នុងការស្រាវជ្រាវប្រឆាំងនឹងជំងឺមហារីកគ្រាប់ឈាមការសិក្សាទាំងនេះបានរកឃើញថាបន្លែមួយប្រភេទនេះមានឥទ្ធិពលក្នុងការសម្លាប់កោសិកាជំងឺមហារីកគ្រាប់ឈាម XL60 របស់មនុស្ស 6. ជួយសម្រកទម្ងន់និងកាត់បន្ថយជាតិខ្លាញ់ការសិក្សាបានរកឃើញថាម្រះអាចកាត់បន្ថយការប្រមូលផ្ដុំជាតិខ្លាញ់ជាលិកានៅក្នុងខ្លួនរបស់អ្នកហើយនេះគឺជាសមត្ថភាពរបស់ម្រះ
ដើម្បីជំរុញការបំបែកជាតិខ្លាញ់និងជាជម្រើសដ៏ល្អសម្រាប់នរណាម្នាក់ដែលមានផែនការសម្រកទម្ងន់សូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក